តំបន់ភ្នំវាក្នុងផ្សារបានក្លាយជាទីគាប់ចិត្តសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងដូចជាការឡើងភ្នំរយៈពេលជាច្រើនម៉ោងជាមួយនឹងចម្ងាយដើរឡើងជាច្រើនគីឡូម៉ែត្រដើម្បីធ្វើការបោះតង់គយគន់ទេសភាពព្រៃព្រឹក្សាតាមដងភ្នំក៏ដូចជាថ្ងៃលិចនិងថ្ងៃរះពីលើកំពូលភ្នំផ្ទាល់នៅតំបន់នេះផងដែរភ្ញៀវទេសចរហាក់ដូចជាមានការកើនឡើងជាខ្លាំងក្នុងការមកលំហែអារម្មណ៍ជាមួយនឹងធម្មជាតិនាដើមរដូវវស្សាតើហេតុផលអ្វីខ្លះដែលជំរុញឲ្យភ្ញៀវទេសចរចូលចិត្តមកកម្សាន្តតំបន់នេះទោះបីជាត្រូវធ្វើដំណើរក្នុងកលៈទេសៈផ្សងព្រេងនិងរយៈពេលឡើងភ្នំជាច្រើនម៉ោងក៏ដោយពុកម៉ែបងប្អូនដែលធ្លាប់មានបទពិសោធន៍មកកាន់ទីនេះប្រកាសជាយល់ច្បាស់ពីសក្តានុពលនិងជីវៈចម្រុះនៅតំបន់នេះសម្រាប់ពុកម៉ែបងប្អូនដែលចង់សាកល្បងឡើងមកកាន់ទីនេះលើកទី1អាចបន្តធ្វើការទស្សនាវីដេអូរបស់ខ្ញុំដូចតទៅជម្រាបសួរពុកម៉ែបងប្អូនដែលកំពុងទស្សនាវីដេអូនេះថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាជាមួយនឹងតំបន់វាក្នុងផ្សារជាមួយខ្ញុំវិញម្ដងទីនេះហាក់បីដូចជាមានការយល់ច្រឡំច្រើនតាក់ទងទៅនឹងឈ្មោះក្នុងផ្សារនិងក្នុងសំពៅជាក់ស្ដែងតំបន់ទាំងពីរនេះគឺនៅជាប់គ្នាទេបងប្អូនកំពូលភ្នំដែលពោពេញទៅដោយវាលព្រៃពណ៌បៃតងយ៉ាងធំដែលបងប្អូនភាគច្រើនតែងតែយល់ច្រឡំថាជាតំបន់ក្នុងផ្សារមិនមែនឈ្មោះបែបនេះទេទីនេះមានឈ្មោះថាក្នុងសំពៅបើទីនេះឈ្មោះថាក្នុងសំពៅចុះក្នុងផ្សារនៅឯណាវិញតំបន់ក្នុងផ្សារនៅមិនឆ្ងាយទេគឺចម្ងាយត្រឹមតែ3គីឡូម៉ែត្រតែប៉ុណ្ណោះពីវាលក្នុងសំពៅកំពូលភ្នំក្នុងផ្សារគឺជាទីតាំងពិសេសមួយសម្រាប់ឲ្យភ្ញៀវទេសចរដែលឡើងមកកាន់តំបន់នេះបានទស្សនាសម្រាប់ថ្ងៃរះពីកំពូលភ្នំដ៏ស្រស់ស្អាតប៉ុន្តែក្នុងកំឡុងខែវស្សាតំបន់នេះមិនសូវអំណោយផលក្នុងការបង្ហាញពីសម្រាប់ថ្ងៃរះទៅកាន់ភ្ញៀវទេសចរបានគ្រប់គ្នាទេពីព្រោះភាគច្រើនទីនេះពោពេញទៅដោយការចុះអាប់ស្ទើរតែ24ម៉ោងមកផ្ដោតទៅលើបរិយាកាសតំបន់នេះបានផ្ដល់ឲ្យភ្ញៀវទេសចរទទួលបានអារម្មណ៍ពិសេសច្រើនខ្លាំងមែនទែនទី1គឺបានផ្ដល់ជាទេសភាពព្រៃភ្នំដ៏ស្រស់បំព្រងរួមមានវាលព្រៃយ៉ាងធំដែលគ្រប់គ្នាកម្របានឃើញក៏ដូចជាព្រៃស្រល់យ៉ាងច្រើននៅលើកំពូលភ្នំនេះមិនត្រឹមតែប៉ុណ្ណោះពុកម៉ែបងប្អូនក៏អាចឃើញពីរុក្ខជាតិជាច្រើនមុខទៀតដែលមិនធ្លាប់បានស្គាល់ពីមុនមកទី2គឺបានប៉ះផ្ទាល់ជាមួយនឹងអាប់នៅលើកំពូលភ្នំពីព្រោះទីនេះអាកាសធាតុត្រជាក់ខ្លាំងមែនទែនដែលធ្វើឲ្យមានការចុះអាប់ស្ទើរតែ24ម៉ោងទី3គឺបានទស្សនាថ្ងៃរះពីលើកំពូលភ្នំក្នុងផ្សារនិងថ្ងៃលិចនៅលើកំពូលភ្នំក្នុងសំពៅតែគួរឲ្យស្ដាយការឡើងភ្នំលើកនេះខ្ញុំមិនបានមើលសម្រស់ថ្ងៃរះនៅលើកំពូលភ្នំក្នុងផ្សារទេព្រោះអាប់បន្តចុះរហូតមិនស្រឡះសោះសម្បីតែថ្ងៃលិចនៅលើខ្នងសំពៅក៏ស្ទើរតែមើលមិនឃើញផងតែខ្ញុំពេញចិត្តនឹងបរិយាកាសពោពេញទៅដោយអាប់បែបនេះក្រោយពីបានទស្សនាវីដេអូរបស់ខ្ញុំរួចមកតើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍យ៉ាងណាដែរប្រសិនបើពេញចិត្តទេសភាពនិងដំណើរកម្សាន្តបែបនេះសូមបងប្អូនជួយខមមិនរូបបេះដូងនិងរូបស្លឹកឈើពណ៌បៃតងឲ្យខ្ញុំបានឃើញផងណាវីដេអូបន្ទាប់ខ្ញុំនឹងជម្រាបជូនពីដំណាក់កាលនិងដំណើរការនៃការឡើងភ្នំជូនពុកម៉ែបងប្អូនដែលមានបំណងចង់មកឡើងលេងទីនេះជួបគ្នាវីដេអូក្រោយអរគុណសម្រាប់ការទស្សនាបាយបាយអ្នកទាំងអស់គ្នា